សម្រាប់ power bank នេះមានរូបរាងតូចមែនទែនប៉ុន្តែតូចនេះគឺតូចខ្លឹមមានទំហំថ្មដល់ទៅ 10000 mAh ហើយជា power bank មួយដែលខុសប្លែកពី power bank ទូទៅធម្មតាដែលជា power bank ដែលមានភ្ជាប់នៅក្បាលសាកជាមួយនឹងតួខ្លួនស្រាប់តែម្ដងដែលជាប្រភេទ Type C ណាអញ្ចឹងបងប្អូនអាចយកទូរស័ព្ទមកដោតជាមួយនឹងក្បាលដូច Type C ដែលជួបជាមួយនឹងតួខ្លួន power bank នេះបានតែម្ដងអញ្ចឹងវាងាយស្រួលក្នុងការប្រើប្រាស់មែនទែនបងប្អូនអត់ចាំបាច់ប្រើខ្សែក៏អាចប្រើប្រាស់ជាមួយនឹង power bank មួយម៉ាដែលនេះបានដែរហើយនៅពេលដែលបងប្អូនកំពុងតែសាកជាមួយនឹងក្បាលដូចហ្នឹងបងប្អូនអាចប្រើប្រាស់ជាមួយនឹង kickstand ដែលគេបានបំពាក់មកជាមួយនឹងក្រោយ power bank នេះនៅពេលដែលបងប្អូនកំពុងតែសាកថ្មជាមួយនឹងក្បាលដូច Type C នេះគឺបងប្អូនអាចបញ្ឈរទូរស័ព្ទឬមួយក៏ផ្ដេកទូរស័ព្ទតាមតម្រូវការបានអញ្ចឹងវាចំណេញមែនទែនបានទាំងសាកថ្មហើយបានទាំងជើងតម្រូវទូរស័ព្ទមកមួយទៀតហើយសម្រាប់ល្បឿនសាករបស់វាគឺវាអាចសាកបានល្បឿន 22.5 វ៉ាត់ដែលជាល្បឿនស្តង់ដារអត់ធ្វើឲ្យប៉ះពាល់ទៅដល់ថ្មទូរស័ព្ទរបស់បងប្អូនទេហើយសម្រាប់ power bank នេះក៏គេបានភ្ជាប់មកជាមួយនឹងខ្សែសាកផងដែរដែលជាប្រភេទ Type C និង Lightning ហើយសម្រាប់ខ្សែសាកនេះបើសិនជាបងប្អូនអត់សាកទេបងប្អូនអាចធ្វើជាខ្សែសម្រាប់យួរ power bank បានទៀតអូខេអញ្ចឹងសម្រាប់ខ្សែសាកនេះជាប្រភេទខ្សែ Lightning និង Type C ហើយអ្វីដែលជាចំណុចពិសេសរបស់ខ្សែសាកនេះគឺបងប្អូនអាចសាកចេញពីខ្សែ Lightning ទៅ Type C បានអញ្ចឹងបើសិនជាបងប្អូនមានជាមួយនឹងទូរស័ព្ទ Type C ណាបងប្អូនអាចសាកពី Lightning មកហើយយក Type C នេះសាកចូលទៅកាន់តួខ្លួនរបស់ទូរស័ព្ទអញ្ចឹងខ្សែនេះគឺលយមែនទែនចង់សាកពី Type C ក៏បានចង់សាកចេញពី Lightning ក៏បានអញ្ចឹងសាកបានគ្រប់ទូរស័ព្ទតែម្ដងសាកបានទាំង Android iPhone គឺអាចសាកបានទាំងអស់តែម្ដងហើយសម្រាប់ល្បឿនសាកក៏ 22.5 វ៉ាត់ដូចគ្នាដែរជាល្បឿនសាកដែលស្តង់ដារអត់ធ្វើឲ្យប៉ះពាល់ដល់ថ្មទូរស័ព្ទបងប្អូនទេអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍ជាមួយនឹង Power Bank នេះបងប្អូនអាចបញ្ជាទិញតាមរយៈវីដេអូនេះបាន